គឺជាសាច់រឿងអភិយជំនឿបែបភ័យរន្ធត់រៀបរាប់អំពីអាថ៌កំបាំងនៃអាបដែលមានចំណងជើងពន្លឺយប់ជ្រៅនៅចុងភូមិនៅភូមិស្ងាត់ជ្រងំមានគ្រួសារមួយទើបតែរើមកពីឆ្ងាយតារាជាយុវជនម្នាក់ដែលមិនសូវជឿលើរឿងអភិយជំនឿបានកត់សម្គាល់ឃើញរឿងប្លែកៗអំពីយាយម៉ៅដែលជាស្ត្រីចំណាក់ម្នាក់រស់នៅផ្ទះខ្ទុំចុងភូមិម្នាក់ឯងអ្នកភូមិតែងតែខ្សឹបខ្សៀវឃ្លាថាយាយម៉ៅមានអំពើឬជាអាបព្រោះគាត់មិនដែលចេញក្រៅផ្ទះនៅពេលយប់ហើយតែងតែមានក្លិនឆ្អាបភាយចេញពីផ្ទះគាត់តារាតែងតែសើចចំអោឲ្យអ្នកភូមិដោយគិតថាវាគ្រាន់តែជាការរើសអើងចំពោះមនុស្សចាស់ប៉ុន្តែមានយប់មួយភាពមិនជឿរបស់គេត្រូវបានរង្គោះរង្គើយប់នោះមេឃងងឹតស្លុបគ្មានសូម្បីតែពន្លឺព្រះច័ន្ទតារាត្រូវដើរកាត់ផ្ទះយាយម៉ៅដើម្បីទៅបិទទឹកស្រែរំពេចនោះគេបានឃើញពន្លឺម្យ៉ាងហោះចេញពីបង្អួចផ្ទះយាយម៉ៅលក្ខណៈពន្លឺវាមិនមែនជាពន្លឺពិលទេតែជាពន្លឺពណ៌ខៀវលាយក្រហមហោះឡើងចុះរេរាំដូចភ្លើងអំពែលអំពែកប៉ុន្តែធំជាងនិងមានសភាពញ័រទៅត្រើតសកម្មភាពពន្លឺនោះហោះសំដៅទៅរកគុំត្រកួននិងកន្លែងដែលមានផកច្រាមតារាមានអារម្មណ៍ព្រឺសម្បុរខ្ញាក់គេព្យាយាមលាក់ខ្លួនក្នុងកំប៉ុងចេកហើយតាមដានមើលអ្វីដែលគេឃើញធ្វើឲ្យគេស្ទើរគាំងបេះដូងក្នុងពន្លឺនោះគឺមានក្បាលមនុស្សដែលមានសរសៃពួរនិងគ្រឿងក្នុងយីងយ៉ងយេចុះមកក្រោមបង្ហាញឲ្យឃើញនៅថ្លើមសួតនិងពោះវៀនដែលកំពុងបញ្ចេញពន្លឺផ្លេតអាបនោះកំពុងតែស៊ីចំណីដែលគួរឲ្យក្អើមរអើមនៅតាមវាលស្រែតារាចង់រត់ចេញទីកន្លែងនោះប៉ុន្តែជើងរបស់គេហាក់ដូចជាជាប់ចំណងរំពេចនោះអាបនោះបានងាកក្បាលមករកគេយ៉ាងលឿនសំឡេងសរសៃពួរយាធឿបោកផ្ទប់នឹងស្លឹកឈើឮសូរប្លែកតារាខំរត់អស់ពីកម្លាំងកាយចិត្តសម្ដៅទៅរកផ្ទះអ្នកភូមិដែលមានការដុតភ្លើងភ្ញក់និងមានសត្វឆ្កែព្រុសខ្លាំងព្រឹកឡើងតារាបាននាំអ្នកភូមិទៅផ្ទះយាយម៉ៅពួកគេបានឃើញយាយម៉ៅដេកស្ទុកស្ទឹងនៅលើគ្រែទាំងមានសភាពស្លេកស្លាំងខ្លាំងនៅមាត់អាបាគាត់មានប្រឡាក់ដានឈាមតិចហើយនៅក្រោមជណ្ដាលផ្ទះមានធុងទឹកមួយដែលផ្ទុកទឹកលាងសាច់ឆៅតារាមិនបានប្រាប់អ្នកភូមិឲ្យដឹងរឿងក្បាលហោះនោះទេព្រោះគេខ្លាចយាយម៉ៅតាមសម្លាប់ប៉ុន្តែយាយម៉ៅបានសម្លឹងមើលភ្នែកតារាដោយក្រសែភ្នែកត្រជាក់ស្រួបហើយខ្សឹបដាក់ត្រចៀកគេថាគុំនិយាយអ្វីដែលឯងបានឃើញឲ្យសោះបើមិនចង់ឲ្យគ្រួសារឯងជួបរឿងដូចអញតារារស់នៅទាំងភាពភ័យខ្លាចជារៀងរាល់យប់រៀងរាល់ពេលដែលមេឃងងឹតគេតែងតែឮសំឡេងអ្វីម្យ៉ាងកោជញ្ជាំងផ្ទះរបស់គេក្រិចនិងឃើញពន្លឺពណ៌ខៀវក្រហមក្រវ៉ាល់នៅមាត់បង្អួចជានិច្ចរឿងរ៉ាវអាបយាយម៉ៅនៅតែជាអាថ៌កំបាំងដ៏រន្ធត់ដែលគ្មានអ្នកណាម្នាក់ហ៊ានបកស្រាយចាំឡើយ